ញាស្រីរៀបរាប់ភក្តីជួនទៅជីវ៉ាចិត្តបងនេះស្មោះចំពោះគុណនេះថារូបអូនជាផ្កាស្រស់ដូរក្នុងរបរពេលឃើញអូនភ្លៀមបងផាំងស្មារតីស្រស់កាយពិសេសនាងស្អាតដូចអប្សរាវងភ័ក្រផុសផុងថ្ពាល់ខូចភ្លឺថ្លាបងលងចិនដាស្នេហ៍ផ្កាបឹងហើយអោបឹងទំពុនអ្នកនៅសែនឆ្ងាយធ្វើមដេចបានកាយនាងមកនៅក្បែរខ្លាចអូនមានចាស់មានអ្នកធ្នមថែឬមួយមានស្នេហ៍មិនតន់មានគូបាយផ្កាក្រពុំបងសូមចូលស្ដីទៅដល់ផ្ទះថ្លៃចូលស្ដីដល់មេបាអោបឹងទុំពុនសូនអ្នកមេត្តាបន្ទន់ចិនដាឲ្យនាងព្រមផងមានអ្នកធ្នមថែឬមួយមានស្នេហ៍មិនតន់មានគូបាយផ្កាក្រពុំបងសូមចូលស្ដីទៅដល់ផ្ទះថ្លៃចូលស្ដីដល់មេបាអោវងទុំពុនសូមអ្នកមេត្តាបន្ទន់ចិនដាឲ្យមាន